បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តសិក្សាអំពីកម្រងសំណួរ question បន្តទៀតតែវីដេអូមុនយើងបានសិក្សាដល់ត្រឹមសំណួរទី52បាទឥឡូវយើងនឹងបន្តសិក្សាចាប់ពីសំណួរទី53បន្តដែលទៅនិយាយអំពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុម្ដងសំណួរទី53នៅពេលបច្ចុប្បន្ននេះការវិនិយោគអចលនទ្រព្យរបស់ប្រជាជនកម្ពុជាតើសំខាន់អ្នកវិនិយោគចង់បានអ្វីជាងគេមានកប្រាក់ឈ្នួលខប្រាក់ចំណេញលើការឡើងថ្លៃកមិនចង់ទុកប្រាក់ចោលទំនេរខចម្លើយទាំង3ខាងលើបាទចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខសំណួរទី54ការដាក់វិនិយោគលើមូលបត្រកម្មសិទ្ធិទៅលើទីផ្សារមូលបត្រកម្ពុជាទទួលបានកការប្រាក់ខភាគលាភកចំណេញបម្រែបម្រួលថ្លៃនិងខចម្លើយខនិងកចម្លើយត្រឹមត្រូវគឺចម្លើយខមានភាគលាភនិងចំណេញបម្រែបម្រួលថ្លៃសំណួរទី55ច្បាប់ផ្គត់ផ្គង់បានចែងថាកាលណាថ្លៃទំនិញកើនឡើងនាំឲ្យកបរិមាណផ្គត់ផ្គង់របស់ទំនិញនោះកើនឡើងខបរិមាណតម្រូវការរបស់ទំនិញនោះថយចុះកបរិមាណតម្រូវការថយចុះខបរិមាណផ្គត់ផ្គង់កើនឡើងចម្លើយដែលត្រឹមត្រូវគឺចម្លើយខបាទសំណួរទី56សេដ្ឋកិច្ចនៃប្រទេសកម្ពុជានាសម័យបច្ចុប្បន្នបានប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចចម្លើយកប្រពៃណីខទីផ្សារសេរីនិងកផែនការរីឯចម្លើយខបែបចម្រុះបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយខសេដ្ឋកិច្ចទីផ្សារសេរីសំណួរទី57ចំណូលជាតិរបស់ប្រទេសកម្ពុជាដែលសំខាន់ជាងគេនាសម័យបច្ចុប្បន្នទទួលបាន2បាទកវិស័យកសិកម្មខសេវាកម្មកឧស្សាហកម្មនិងខចំនួនពីបរទេសបាទចំណុចដែលត្រឹមត្រូវគឺចម្លើយខវិស័យសេវាកម្មបាទសំណួរទី58គេឲ្យអនុគមតម្រូវការបែបនេះនិងអនុគមផ្គត់ផ្គង់បែបនេះតើថ្លៃនៅចំណុចលំនឹងស្មើនឹងប្រមាណបាទមានក5ខ15និងក20បាទចំណុចត្រឹមត្រូវគឺ20បាទបើយើងគួរតែទៅសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីឲ្យកាន់តែច្បាស់បាទសំណួរទី59នៅពេលប្រាក់រៀលឡើងថ្លៃប្រៀបធៀបជាមួយនឹងរូបិយប័ណ្ណដុល្លារសហរដ្ឋអាមេរិកនឹងធ្វើឲ្យប្រទេសកម្ពុជាបាទចម្លើយកងាយស្រួលនាំចូលខពិបាកនាំចូលកងាយស្រួលនាំចេញនិងខពិបាកនាំចេញចម្លើយដែលត្រឹមត្រូវគឺចម្លើយកងាយស្រួលនាំចូលសំណួរទី60ការវិនិយោគផ្ទាល់ពីបរទេសចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍតាមរយៈក
ការបង្កើនមូលធនក្នុងប្រទេសនិងទេបច្ចេកវិទ្យាពីប្រទេសរីកចម្រើនខការបង្កើតការងារក្នុងប្រទេសកការបង្កើតប្រាក់ចំណូលឲ្យប្រជាជននិងខការបង្កើនតម្រូវការក្នុងស្រុកនិងទប់ស្កាត់ចំណាក់ស្រុកនៃកម្លាំងពលកម្មចឹងចម្លើយសំត្រូវគឺចម្លើយកសំណួរទី61គោលនយោបាយរូបិយវត្ថុដាក់ចេញដោយកធនាគារជាតិខធនាគារពាណិជ្ជកម្មឬស្ថាប័នហិរញ្ញវត្ថុដែលផ្ដល់ហិរញ្ញប្បទានផ្សេងកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងខរដ្ឋសភាជាតិចម្លើយត្រឹមត្រូវគឺចម្លើយកធនាគារជាតិសំណួរទី62ការធ្វើឲ្យប្រសើរឡើងនៅសុខុមាលភាពរបស់ប្រជាជនចូលរួមវិភាគទានដល់កំណើនមានកការប្រើប្រាស់ទំនិញនិងសេវាកម្មខសមាជិកគ្រួសារកផលិតភាពកម្លាំងពលកម្មនិងខសន្សំរបស់រដ្ឋាភិបាលអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកមកដល់សំណួរទី62នេះសូមបញ្ចប់វីដេអូត្រឹមប៉ុណ្្នឹងសិនយើងនឹងបន្តសិក្សានៅវីដេអូក្រោយបន្តទៀតចាប់ពីសំណួរទី63តទៅសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow page និង subscribe channel របស់ខ្ញុំមួយផងបាទសូមអរគុណសូមជម្រាបលា